មនុស្សខ្លះប្រព្រឹត្តចំពោះអ្នកទៅតាមអ្វីទៅតាមរបៀបរបស់ពួកគេមិនមែនតាមអ្វីដែលជាអ្នកនោះទេតែអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សខ្លះមានចិត្តល្អខណៈដែលមនុស្សខ្លះវិញតែងតែរឹងរូសឬនិយាយប៉ះពាល់អ្នកទោះបីអ្នកមិនបានធ្វើអ្វីខុសក៏ដោយការពិតដ៏សំខាន់មួយគឺមនុស្សមិនប្រព្រឹត្តចំពោះអ្នកតាមតម្លៃរបស់អ្នកទេប៉ុន្តែប្រព្រឹត្តតាមចរិតនិងកម្រិតនៃការអប់រំចិត្តរបស់ពួកគេមនុស្សដែលមានសេចក្តីសុខក្នុងចិត្តតែងចែករំលែកភាពសប្បុរសមនុស្សដែលពោពេញដោយអសន្តិសុខតែងរិះគន់អ្នកដទៃមនុស្សដែលមិនស្មោះត្រង់តែងសង្ស័យថាអ្នកដទៃក៏មិនស្មោះត្រង់ដែរចំណែកមនុស្សដែលចេះគោរពអ្នកដទៃតែងផ្ដល់ការគោរពដោយធម្មជាតិដូច្នេះកុំឲ្យអាកប្បកិរិយារបស់អ្នកដទៃមកធ្វើឲ្យអ្នកសង្ស័យលើតម្លៃរបស់ខ្លួនឯងកុំយកភាពអវិជ្ជមានរបស់ពួកគេមកដាក់ទម្ងន់លើបេះដូងរបស់អ្នកផ្ទុយទៅវិញចូលការពារសន្តិភាពក្នុងចិត្តរបស់អ្នករក្សាភាពថ្លៃថ្នូររក្សាការគោរពនិងរក្សាទំនុកចិត្តលើខ្លួនឯងចូលចងចាំថាអ្នកមិនអាចគ្រប់គ្រងរបៀបដែលមនុស្សប្រព្រឹត្តចំពោះអ្នកបានទេប៉ុន្តែអ្នកអាចជ្រើសរើសរបៀបដែលអ្នកឆ្លើយតបបានជានិច្ចព្រោះនៅទីបំផុតចរិតលក្ខណៈរបស់អ្នកគឺជាកម្លាំងដ៏ធំបំផុតរបស់អ្នក